Hello សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកប្រាប់តើតើជាមួយនឹងកុំព្យូទ័រអ្នកនរគ្នា slow ដើរយឺតចឹងជំហានទី1ដែលអ្នកនរគ្នាត្រូវចុចគឺចុចWindows ហើយ Control Alt ហើយអ្នកនរគ្នានឹងឃើញនេះចុចតាមនឹងមកភាគរយតាមហើយភាគរយហើយចុចពីអូថាអូខេបន្ទាប់ពីនោះអ្នកនរគ្នាចុច Control A ហើយយកពាក្យថា delete កន្លែងហ្នឹងដើម្បីឲ្យវាលុបទិន្នន័យដែលយើងបានលុបចោលនឹងយើងលុបវាអស់កន្លែងហ្នឹងអ្នកគ្នាវាយូរដែរមែនតើហ្មងវា take time យូរជាងត្រូវរងចាំវាបន្តិចទៅដើម្បីឲ្យវាដើរអ្នកគ្នាដល់កន្លែងនេះវាលោតមកអញ្ចឹងអ្នកគ្នាចុចពាក្យ do this ហ្នឹងមកคลิกលើហ្នឹងមកហើយចុចពាក្យថា speak ចុចតវាដើរជាយើងចុចកន្លែងហ្នឹងឲ្យវាដើរឲ្យអស់ចុះឥឡូវហ្នឹងវាកំពុងតែរ៉ាន់អញ្ចឹងវាលុបហើយអស់ហើយចឹងអ្នកគ្នាចុចពាក្យថា start control R ទៀតមកហើយអ្នកគ្នាយកពាក្យថា time នេះអ្នកគ្នាពាក្យហ្នឹងតមកចុច OK ហើយអ្នកគ្នាចុច Control A ហើយចុចពាក្យថា delete ហើយយកពាក្យ continue រងចាំបន្តិចទៅវានឹងដើរហើយបន្ទាប់មកចុចពាក្យ sorry អ្នកគ្នា do this គ្រីសលើនឹងហើយចុចពាក្យថា speak ចាអញ្ចឹងហើយអ្នកគ្នាបន្ទាប់ពីនឹងមកអ្នកគ្នា Control A Control A វាអត់លោត Control A មកហើយចុចពាក្យថា delete ហើយយកពាក្យថា yes ហើយយកពាក្យថា continue រងចាំវាតិចអ្នកគ្នាព្រោះវាច្រើនដែរចាអញ្ចឹងវាលុបអស់ហើយអ្នកគ្នាអញ្ចឹងសម្រាប់វីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេអ្នកគ្នាសូមអរគុណ